កម្ពុជាបង្ហាញដល់អ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam អាដាមសន្តិបណ្ឌិតឆៃស៊ីនរិទ្ធទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថាគបឆបោកក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS Tokyo Broadcasting System Television កាលពីថ្ងៃទី24ខែមិថុនាឆ្នាំ2026បានបង្ហាញយ៉ាងច្បាស់លាស់និងដោយបើកចំហអំពីយុទ្ធនាការយ៉ាងសកម្មរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam អាដាមសន្តិបណ្ឌិតបានគូបញ្ជាក់ថាជាការពិតណាស់ការរាតត្បាតនិងការគំរាមកំហែងនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះឡើយប៉ុន្តែជាវិបត្តិសកលដែលកំពុងកើតមានឡើងនៅតាមបណ្ដាប្រទេសជាច្រើនលើសកលលោកក្នុងនោះជនបរទេសជាច្រើនសញ្ជាតិត្រូវបានលួងលោមអូសទាញដោយក្រុមមេខ្លោងអ ுக ្រិតជនដើម្បីយកទឹកដីកម្ពុជាធ្វើជាទីតាំងលបលួចប្រព្រឹត្តសកម្មភាពឆបោកទៅក្រៅប្រទេសវិញឈលលើតថភាពដែលកម្ពុជាកំពុងទទួលរងនឹងការខូចខាតកេរ្តិ៍ឈ្មោះដោយសារការលួចបន្លំយកទឹកដីធ្វើជាកន្លែងប្រព្រឹត្តបទល្មើសនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការប្រមូលផ្ដុំកម្លាំងសរុបនិងមធ្យោបាយសរុបដើម្បីបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រច្បាស់លាស់ក្នុងគោលដៅបង្ក្រាបនិងបោសសម្អាតបណ្ដាញឧក្រិដ្ឋកម្មទាំងនេះឲ្យអស់ពីទឹកដីកម្ពុជាព្រមទាំងដាក់ចេញនូវវិធានការច្បាប់ដើម្បីទប់ស្កាត់យ៉ាងតឹងរ៉ឹងបង្ការមិនឲ្យកើតមានឡើងវិញជាដាច់ខាតជនបរទេសជាច្រើនសញ្ជាតិក៏បានត្រូវទទួលរងការអូសទាញពីសំណាក់មេខ្លោងចូលមកកម្ពុជាដើម្បីធ្វើកិច្ចការងារនេះប្រព្រឹត្តអំពើឆបោកទៅក្រៅប្រទេសអញ្ចឹងតាមរយៈនៃស្ថានភាពដែលទទួលរងនៅបញ្ហាការយកទីតាំងទឹកដីកម្ពុជាទៅប្រព្រឹត្តនៅបទល្មើសនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃអាណត្តិទី7លោកបានសម្រេចចិត្តត្រូវតែប្រមូលផ្ដុំនៅកម្លាំងសរុបទាំងអស់ក្រោមអង្គការដឹកនាំដែលបង្កើតឡើងនៃគណៈកម្មការចំពោះកិច្ចក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលយើងហៅកាត់ថា CCOS អញ្ចឹងតាមរយៈនេះយើងឃើញថាដាក់ចេញជាយុទ្ធសាស្ត្រច្បាស់លាស់នៅក្នុងការធ្វើយ៉ាងណាសម្ដៅឲ្យកម្ពុជាលែងទៅជាទីសុវត្ថិភាពនៃពួកអក្រិតជននេះជាគោលដៅសំខាន់ហើយក៏មិនចង់ឃើញប្រទេសណាមួយរងគ្រោះដោយអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជាទី2ក៏យើងមិនចង់ឲ្យកម្ពុជាក្លាយជាទីតាំងដែលពួកនេះប្រព្រឹត្តអំពើបង្ខាំងមនុស្សជំរិតឬធ្វើទរណកម្មមនុស្សជួញដូរមនុស្សឬក៏ជាការលាងសម្អាតលុយកខ្វក់ដែលពួកនេះបានឆបោកពីសំណាក់ជនរងគ្រោះចំណុចនេះហើយដែលជាចំណុចសំខាន់ណាស់ជាទិសដៅដែលកម្ពុជាចាំបាច់ត្រូវតែដាក់ចេញនៅយុទ្ធនាការមួយលើការបោះសម្អាតចង់បង្ហាញថាការបង្ក្រាបនេះបង្ក្រាបក្នុងលក្ខណៈទទួលខុសត្រូវឲ្យច្បាស់លាស់រកអ្នកទទួលខុសត្រូវបាទដើម្បីឲ្យទទួលខុសត្រូវចំពោះមុខច្បាប់នេះជាចំណុចសំខាន់បើសិនជាយើងគ្រាន់តែបង្ក្រាបគ្រាន់តែបណ្ដេញចេញមិនដឹងថាអ្នកជាមេខ្លោងអ្នកដែលជាអ្នកត្រូវគេអូសទាញឲ្យមកធ្វើសកម្មភាពឬមួយក៏អ្នកដែលត្រូវគេបោកបញ្ឆោត
ធ្វើទរណកម្មលក្ខណៈហ្នឹងយើងចេះតែក្រោយពីការបង្ក្រាបហើយយើងមិនដេញចេញវាមិនមានរកឃើញអ្នកទទួលខុសត្រូវទេហើយការប្រព្រឹត្តនៅតែជាការប្រព្រឹត្តបន្តទៀតទី2ក៏យើងត្រូវតែគិតគូរអំពីបញ្ហាទីតាំងដែលបានប្រព្រឹត្តកន្លងទៅដែលយកធ្វើជាទីតាំងកំផោនធំនេះគឺมันអាចអនុញ្ញាតឲ្យទៅលើដៃពួកអក្រិតជនឬអ្នកដែលជាម្ចាស់ដែលសំគំនិតនោះបានទេយើងត្រូវតែរត់ស្រាវជ្រាវស៊ើបអង្កេតហើយនឹងរឹបអូសជាសម្បត្តិរបស់រដ្ឋនេះជាចំណុចមួយដែលយើងគិតគូរយ៉ាងម៉ត់ចត់ហើយមិនអនុញ្ញាតឲ្យទីតាំងទាំងអស់នោះវិលត្រឡប់ទៅប្រព្រឹត្តបទល្មើសទេស្របតាមកិច្ចខិតខំប្រឹងប្រែងនេះកម្ពុជាបានបង្កើតច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលជាលិខិតតុបករកតិយុត្តដ៏មានសារៈសំខាន់និងជាបូរេជំហានឈានមុខមួយដែលសូម្បីតែប្រទេសមួយចំនួននៅក្នុងតំបន់និងលើសកលលោកក៏មិនទាន់មាននៅឡើយច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបទល្មើសឆបោកទាំងឡាយណាដែលត្រូវបានប្រព្រឹត្តឡើងតាមប្រព័ន្ធបច្ចេកវិទ្យាឬដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើសព្រមទាំងចំពោះបទល្មើសទាំងឡាយដែលពាក់ព័ន្ធនឹងការវិវត្តនៃល្បិចកលយុទ្ធសាស្ត្របំភាន់និងការចាត់តាំងជាបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនក្នុងគោលដៅធានាការពារសន្តិសុខឌីជីថលសណ្ដាប់ធ្នាប់សង្គមនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋក៏ដូចជាវិនិយោគិនបរទេសឲ្យបានពេញលេញហេតុអីបានជាស្ថានភាពកម្ពុជាវាអាចធ្វើឲ្យឱកាសរបស់ពួកនេះប្រព្រឹត្តបានដោយសារវិធានច្បាប់របស់យើងវានៅចន្លោះប្រហោងអញ្ចឹងហើយបានការខិតខំដាក់ចេញជាយុទ្ធនាការហើយនឹងការគិតគូរអំពីការកសាងវិធានច្បាប់ដែលយើងដឹងហើយថាកម្ពុជាជាប្រទេសទី1ដែលមានច្បាប់ក្នុងការប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះនៅដែលរដ្ឋសភាព្រឹទ្ធសភាបាននិងព្រះមហាក្សត្របានដាក់ឲ្យប្រើជាកិច្ចបន្ទាន់ជាច្បាប់ពិសេសមួយនៅថ្ងៃទី6ខែមេសាឆ្នាំ2026កន្លងទៅនេះច្បាប់ប្រឆាំងនឹង scam នេះគឺគិតមានលក្ខណៈ3យ៉ាងសំខាន់គឺទី1គឺប្រឆាំងដាច់ខាតនៅពួកអក្រិតជនដែលប្រព្រឹត្តមានចេតនាប៉ុនប៉ងឬរៀបចំអង្គការចាត់តាំងបណ្ដុះបណ្ដាលលាក់នៅលើសកម្មភាពដើម្បីប្រព្រឹត្តនៅអំពើឆបោកនេះគិតគូរតាំងពីការរៀបចំទីតាំងការរៀបចំប្រព័ន្ធមធ្យោបាយលាក់នឹងចំណុចទី1ចំណុចទី2យើងប្រឆាំងនឹងការជួញដូរមនុស្សបាទការធ្វើទរណកម្មបង្ខាំងជំរិតនេះគឺជាស្ថានទម្ងន់ដែលអាចឈានទៅដល់ជាប់គុកតាមច្បាប់ដែលមានចែងគឺរហូតអស់មួយជីវិតទី3គឺយើងប្រឆាំងការសម្អាតប្រាក់ចឹងហើយអ្នកដែលពាក់ព័ន្ធទៅនឹងអំពើនេះគឺវាយើងត្រូវស៊ើបអង្កេតទៅដល់ទ្រព្យសម្បត្តិបាទពីមេខ្លោងរហូតទៅដល់អ្នកពាក់ព័ន្ធយោងតាមលេខាធិការដ្ឋានគបឆបសមត្ថកិច្ចកម្ពុជាបាននឹងកំពុងអនុវត្តវិធានយ៉ាងម៉ឺងម៉ាត់ដើម្បីការរឹតបន្តឹងការគ្រប់គ្រងសន្តិសុខសណ្ដាប់ធ្នាប់នៅទូទាំងប្រទេសការស្នាក់នៅរបស់ជនបរទេសដែលអាចជាប់ការសង្ស័យពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់កម្ពុជាក៏ដូចជាការស៊ើបអង្កេតតាមដានបច្ចេកវិទ្យាការសហការដោយបើកចំហជាមួយដៃគូអន្តរជាតិនិងការបន្តប្រតិបត្តិការបង្ក្រាបនិងបោសសម្អាតលើការឆបោកទម្រង់ដោយមិនដកដៃឡើយជាលទ្ធផលចាប់តាំងពីដើមឆ្នាំ2025ដល់ថ្ងៃទី22ខែមិថុនាឆ្នាំ2026សមត្ថកិច្ចកម្ពុជាបានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួនជាង500ទីតាំងក្នុងរាជធានីខេត្តដើម្បីគ្រប់គ្រង
ហើយកំពុងបន្តការស៊ើបអង្កេតប្រមូលភស្តុតាងក្នុងនោះបានបិទសៀលចំនួនជាង400ទីតាំងព្រមទាំងបានដកហូតនិងព្យួរអាជ្ញាប័ណ្ណកាស៊ីណូចំនួន25ទីតាំងទន្ទឹមគ្នានេះសមត្ថកិច្ចបានដំណើរការសំណុំរឿងក្នុងនីតិវិធីតុលាការចំនួន184សំណុំរឿងក្នុងនោះមាន55សំណុំរឿងស្ថិតក្នុងដំណាក់កាលជំនុំជម្រះដែលពាក់ព័ន្ធនឹងជនត្រូវចោទចំនួន1761នាក់ខណៈជនជាប់សង្ស័យសញ្ជាតិបរទេសមានចំនួនប្រមាណជាង2000នាក់មាន33សញ្ជាតិអាដាមសន្តិបណ្ឌិតឆៃស៊ីនរិទ្ធបានគូបញ្ជាក់ថាយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ចេញពីកម្ពុជាបាននឹងកំពុងប្រព្រឹត្តទៅដោយភាពស្វាហាប់និងមោះមុតបំផុតទោះបីត្រូវប្រឈមនឹងភាពស្មុគស្មាញនិងឧបសគ្គជាច្រើនក្តីឈលលើស្មារតីនេះប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានបដិញ្ញាចិត្តយ៉ាងដាច់ខាតតាមរយៈការដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតដល់គ្រប់ក្រសួងស្ថាប័នអាជ្ញាធរមានសមត្ថកិច្ចនិងរដ្ឋបាលរាជធានីខេត្តត្រូវរួមគ្នាកំទេចចោលរាល់ទីតាំងឆបោកទាំងនេះឲ្យស្រឡះពីទឹកដីកម្ពុជាសម្រាប់រាជរដ្ឋាភិបាលការធានានិងថែរក្សាភាពសុខសាន្តរបស់ប្រជាពលរដ្ឋការការពារកេរ្តិ៍ឈ្មោះនិងកិត្តិយសជាតិព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានសុវត្ថិភាពនិងរីកចម្រើនគឺជាកិច្ចការអាទិភាពនិងជាទិសដៅយុទ្ធសាស្ត្រក្នុងការដឹកនាំ